ថ្ងៃនេះអូនចង់ពិសាអីតាក់ត្រីស្វាយខ្ចីត្រីអាំងឬក៏សម្លត្រពាំងហើយបើសឡត្រពាំងឯនៅសួរសឡអីគាត់តែជឿងលេងមិនទីអត់បានណាជឿងឲ្យវាបារម្ភថាវាស្រស់ស្រាយប៉ុន្តែយើងស្លបអត់ប្តីស្លឲ្យហូបឯងមកទៀតមួយថ្ងៃហ្នឹងអត់លក់ដូរលក់អីណានៅអង្គុយញ៉ាយប្រពន្ធហ្នឹងណាឆ្លើយសញ្ញាមិនមែនអត់លក់ទេប៉ុន្តែគាត់ថាថ្ងៃណាជប់សំណាក់ថ្ងៃណាប្រពន្ធជួយធ្វើម្ហូបគាត់ទៅគាត់រំងាយទៅធ្វើការងារធំដុំអត់ធំដុំការងារផ្ទះ700លានមុខណាកុំនិយាយការងារផ្ទះហត់ជាងយើងអ្នករស់ស៊ីយើងអស់អាទៀនឡាហត់យើងសម្រាប់បានប៉ុន្តែគ្នាគិតមើលសម័យមើលណែហត់ខ្លាំងណាពេលដែលពោះធំបានហត់ខ្លាំង9ខែ10ថ្ងៃចង់សម្រាប់តម្លាក់ចោះអត់កើតដែរបើយើងអាចថាហត់ខ្លាំងអញឈប់ពុតណែអញសម្រាប់បានអូនខ្ញុំតែងតែយកចិត្តទុកដាក់មួយគាត់ជាពិសេសថ្ងៃដែលខ្ញុំសម្រាប់ពីការងារលក់ដូរខ្ញុំតែងតែជួយសម្រាលការងារផ្ទះរបស់គាត់ហើយខ្ញុំអត់ដែរភ្លេចទេរឿងធ្វើម្ហូបរឿងនិយាយទៅបោកគូកៅឲ្យដល់ថៃអ្វីដែលកាន់តែពិសេសអូនគ្រឿងផ្សំអូនមានតែពីរមុខហ្នឹងឯងមិនថាខ្ញុំលក់ដូរមិនថាគ្រឿងស្លផ្ទះខ្ញុំប្រើជាប្រចាំគឺវិជ័យសញ្ញាច័ន្ទត្រវេកនិងម្សៅស៊ុបមាន់សញ្ញាច័ន្ទត្រវេកអូនបងចង់បញ្ជាក់តិចគាត់ជាស្ត្រីមេផ្ទះហើយគាត់វាផាស្លអីក៏ដោយគឺត្រូវតែឆ្ងាញ់សម្រាប់គ្រប់គងប្តីអញ្ចឹងហើយវិជ័យសញ្ញាច័ន្ទត្រវេកនិងម្សៅស៊ុបមាន់សញ្ញាច័ន្ទត្រវេកច័ន្ទត្រវេកនឹងអូនដាក់តាមបន្តិចឲ្យរសជាតិឈ្ងុយឆ្ងាញ់អីដែលកាន់តែពិសេសអូនទទួលស្គាល់ដោយវិទ្យាស្ថានស្តង់ដារកម្ពុជាអនាម័យខ្ពស់វេចខ្ចប់ដោយម៉ាស៊ីនស្វ័យប្រវត្តិអូនផ្សំគ្រឿងហ្នឹងគ្រឿងនេះម្សៅស៊ុបមាន់ហ្នឹងធ្វើពីសាច់មាន់ស្រស់ពិត100%ហ្មងអូនឆ្ងាញ់មែនទែនហើយក៏មានសញ្ញាហាឡាសម្រាប់ហាឡាសម្រាប់បងប្អូនខ្មែរអ៊ីស្លាមដែលអាចទទួលទានហូបបានអត់មានប៉ះពាល់អីទេអូនមានតែពីរមុខហ្នឹងឯងអូនគ្រួសារមានសុភមង្គលដោយសារវិជ័យសញ្ញាច័ន្ទត្រវេកនិងម្សៅស៊ុបមាន់សញ្ញាច័ន្ទត្រវេកអូនផលិតផលក្នុងស្រុកបញ្ជាក់ណាផលិតផលក្នុងស្រុកហើយស្តង់ដារអញ្ចឹងថ្ងៃនេះប្រពន្ធខ្ញុំចង់សម្លតំពាំងអញ្ចឹងហើយខ្ញុំក៏ស្លតំពាំងជូនគាត់ពិសាចាមានត្រីមានបន្លែមានសាច់ជ្រូក3ជាន់តិចអញ្ចឹងទៅហើយឥឡូវយើងចាប់ដើមចិត្តតំពាំងចាប់ពាក់កណ្ដាលហើយខ្ញុំនឹកឃើញថតយើងចាប់ដើមដាក់មកងាស់តំពាំងចោលទៅយើងដាក់មកងាស់ចោលទៅឥឡូវយើងមកហាន់សាច់ជ្រូកសាច់ជ្រូកក៏ហើយដែរហើយយើងអត់ចោលទេនេះគ្រឿងហើយនេះគ្រឿងភាសាស្រួយទទួលធ្វើអីហ្នឹងអូនិយាយមែនណាបេះពីស្រុកមកធម្មជាតិសុទ្ធ 100% ចារក្សាសុខភាពដើម្បីអនាគតគ្រួសារមានសុភមង្គលដោយសារអីតែយើងអត់សូវឈឺគឺមានសុភមង្គលហើយអត់សូវអស់លុយអញ្ចឹងយើងរិះរកម្ហូបណាដែលមានអីនេះគេហៅថាវីតាមីនហើយនឹងធម្មជាតិពីស្រុកស្រែចម្ការយើងហ្នឹងបេះផ្ញើមកទៅចាអ្នកបងអ្នកភូមិអ្នកស្រុកហ្នឹងតែតែបេះផ្ញើមករហូតហ្នឹងហើយតាមមួយក៏សោះហើយយើងរកលុយក៏អត់សូវបានដែរអញ្ចឹងយើងទិញពីស្រុកមកពីចំស្រែមកអញ្ចឹងទៅគឺអស់លុយតិចហើយអីដែលសំខាន់គឺធម្មជាតិហ្មងអញ្ចឹងគឺយើងសល់លុយដែរដោយសារយើងរកតែម្នាក់ទេអញ្ចឹងគ្រួសារយើងមានបន្ទុកចិញ្ចឹមច្រើនអញ្ចឹងយើងរិះរកទិញពីស្រុកមកទៅអស់តិចចាជ្រុំពហុចាបន្ទាប់មកយើងដាក់គ្រឿងចាវិជ័យសញ្ញាច័ន្ទត្រវេកអានេះប្រើស្រាប់ណាចាចាដាក់ទៅចាកុំខ្វល់ពីអីឆ្ងាញ់ណាស់ឲ្យជីរសឈ្ងុយឆ្ងាញ់ចាអនាម័យខ្ពស់ស្តង់ដារគ្រឿងផ្សំពីវត្ថុធាតុដើមសុទ្ធ 100% ចាយើងដាក់អញ្ចឹងមកបន្ទាប់មកអ្វីដែលកាន់តែពិសេសគឺម្សៅស៊ុបមាន់សញ្ញាច័ន្ទត្រវេកធ្វើពីសាច់មាន់ស្រស់ពិត 100% ចាបងប្អូនចាយើងដាក់អញ្ចឹងមកយើងដាក់ពិតចាអត់មានសំដែងទេគឺហូបពិតតែម្ដងចាចាបន្ទាប់មកយើងដាក់ត្រីចាត្រីស្រែចាធម្មជាតិចាយើងដាក់ទៅយើងដាក់ឲ្យវាណៃណាទៅចាចាជាកិច្ចបញ្ចប់ណាយើងចាប់ដាក់បន្លែខៀវហើយយើងដាក់វាទៅចាអូយធម្មជាតិឈ្ងុយឆ្ងាញ់ឈប់ឈ្ងុលងុលងប់រោរៀនទាំងតែបរោចាដាក់អញ្ចឹងមកហ្នឹងដៃអស់កុំឲ្យសល់ចាមកយើងធំវាអញ្ចឹងមកនេះសម្រាប់ផ្ទះខ្ញុំពុកម៉ែបងប្អូនអត់ចោលទេគឺខ្លាញ់ជ្រូកដែលសម្រាញ់ខ្លួនដៃធ្វើពីដៃសតណាមិនយកជើងសម្រាញ់ទេចាយើងដាក់មកឲ្យវាទន់ឲ្យវាឈ្ងុយឲ្យវាឆ្ងាញ់ចាអញ្ចឹងមកនេះអូយញប់ងល់រោរៀនទាំងតែបរោចាអូយដាក់អញ្ចឹងមកនេះស៊ុំតិចមកតំណងហ៎តំណងខ្លាំងមាំនិយាយវាឆ្ងាញ់ក៏ឆ្ងាញ់ម៉ងអូចារួចរាល់ជាស្រេចអញ្ចឹងយើងដួសឲ្យប្រពន្ធពិសាថ្ងៃនេះអូនចង់សម្លតាពាំងអូយស្រក់ទឹកមាត់ចាឃើញហើយស្រក់ទឹកមាត់ឃ្លានតែម្ដងចាអញ្ចឹងបងប្អូនណាដែលចង់ហូបចង់ពិសាក៏ភ្លេចមកចូលរួមទាំងអស់គ្នាចាហើយដែលសំខាន់វិជ័យសញ្ញាច័ន្ទត្រវេកនិងម្សៅស៊ុបមាន់សញ្ញាច័ន្ទត្រវេក